យកកំបិតប៉ាំងតោដែលខ្លួនត្រៀមទុកជាស្រេចនោះមកកាប់ពីខាងក្រោយដាច់ក្បាលនាងសាវិកាទេវីបណ្ដាលឲ្យនាងស្លាប់បាត់បង់ជីវិតដោយឥតដឹងអំពីកំហុសឬមូលហេតុអ្វីសោះបន្ទាប់ពីសម្លាប់ប្អូនស្រីរួចបងប្រុសចិត្តអប្រិយបានលោតចុះពីរទេះដើរទៅរើសក្បាលដែលដាច់រមៀលធ្លាក់ទៅផ្លូវម្ខាងយកមកច្រកចូលការរុងតែមួយជាមួយនឹងរាងកាយដែលរឹងឥតវិញ្ញាណរបស់នាងសាវិកាទេវីត្រូវបាននាយសួរអូសយកទៅកប់នៅក្រោមដើមចាធំមួយដើមនៅច្រកផ្លូវម្ខាងនាចុងភូមិចំណែកខ្លួនគេក៏ត្រឡប់ទៅវិញរាយរាប់ប្រាប់ឪពុកទាំងដង្ហក់ឡើងថាពុកអើយពុកនាងទេវីវិចបង្វិចរត់តាមប្រុសបាត់ទៅហើយទៀនប្រុសគហបតីជាបិតាកំពុងអង្គុយជំនុំជាមួយញាតិជិតខាងក្នុងពិធីមង្គលការកូនរបស់សំឡាញ់បានស្ដាប់នៅវាចាកូនប្រុសក៏ស្ទុះភ្ញាក់ក្រញាំងមិនសូវយល់និងមិនជឿឡើយថាជាការពិតព្រោះកូនស្រីជាស្ត្រីល្អទាំងចរិយាមាយាទស្លូតបូតស្រគប់ស្រគំពុំសូវជាអ្នកមាត់កកាន់តែមិនអាចនឹងចូលចិត្តប្តីផ្ដិតជាមួយនឹងបុរសរហូតចិត្តធំហ៊ានចុះចោលផ្ទះឡើយម្លោះហើយទើបលោកពោលឡើងថាណែបើឯងមិនដេចមិនខាត់ក៏តែបណ្ដោយឲ្យពួកវារត់ទៅបានងាយធូររលុងឥតមាននរណាដឹងសោះឬមួយក៏បាភូតផោទេដឹងនាយសួរប្រញាប់ប្រកែកទេកូនឥតកុហកទេទៀនប្រុសអាប្រុសនោះវាមានមាឌធំខ្ញុំបាទពុំហ៊ានចូលទៅខាត់ទេខ្លាចវាវិញងាប់ចោលឆ្អឹងឥតអំពើគហបតីស្ដាប់ឮដូច្នោះឥតជឿសោះឡើយលោកបញ្ជាឲ្យខ្ញុំបម្រើ